សុំការអនុញ្ញាតទីណាបាទលោកជំទាវឡើងបូជាគ្រឿងសក្ការៈទាំងឡាយដល់គុណព្រះពុទ្ធគុណព្រះធម៌និងគុណព្រះសង្ឃដោយថ្ងៃនេះយើងបានរៀបចំនៅពុទ្ធាសនៈសង្ឃាសនៈបញ្ជាក់អំពីកិច្ចកតញ្ញូកតវេទីតាធរបែបសាសនាទីណាបាទសូមគោរពនិងសូមការអនុញ្ញាតពេលវេលាដែលយើងកំណត់ក៏នឹងឈានចូលមកដល់ទូព្រះបង្គំខ្ញុំប្រកាសណាខ្ញុំបាទសូមគោរពនិងសូមការអនុញ្ញាតទ្រង់ឯកឧត្តមលោកជំទាវលោកស្រីយាយតាទីណាបាទអនុញ្ញាតបែបប្រភៈងាករេមកខាងពុទ្ធបរិមាសូមគោរពសូមការអនុញ្ញាតលោកជំទាវចឹងសុគន្ធធាវីទីណាបាទនាយកប្រណិប័តក្រុមហ៊ុនទឹកពិសាវិតាល់ទីណាបាទអនុញ្ញាតឡើងបូជាគ្រឿងសក្ការៈទាំងឡាយដល់គុណព្រះពុទ្ធគុណព្រះធម៌និងគុណព្រះសង្ឃបាទសូមគោរពសូមការអនុញ្ញាតអញ្ជើញបាទអធិដ្ឋានបួងសួងពីខាងក្រោមឡើងលើជំទាវពីខាងក្រោមឡើងលើពីខាងក្រោមលើបាទជាយ៉ាងទេវមនោសានាងចយោហោតេបរាយជិតោមីរសេនាអភ័យកន្តាសមន្វាតសយោចនីខន្តិមេតាអធិដ្ឋានាវដ្ឋាំងសេធ្វានចកមាភវាភវេសង្សរន្តោតបច្ចៈខងវិសោទយិបរិយាបាណាតិសោតានាងឯតាយចសុខាយចពុទ្ធកៃចាំវិសោធេត្វាបរតន្តាមភណាមហេបញ្ញលាភាំងមហាតេចាំងវណ្ណកតមហាយសង្សបសតេតាំងជាតាំងតាំងសនន្តោអសេសតោអត្តបរិហេតាំងជាតាំងបរតន្តាមបណាមហេបញ្ញលាភាំងមហាតេចាំងវណ្ណកតមហាយសង្សបសតេតាំងជាតាំងបរតន្តាមបណាមហេបញ្ញលាភាំងមហាតេចាំងវណ្ណកតមហាយសង្សបសតេតាំងជាតាំងតាំងសនន្តោអសេសតោអត្តបរិហេតាំងជាតាំងបរតន្តាមភណាមហេសាធុសូមគោរពសូមការអនុញ្ញាតទីណាបាទលោកជំទាវអនុញ្ញាតចាប់ភួងផ្កាម្លិះដើម្បីបូជាទីណាដល់គុណព្រះពុទ្ធគុណព្រះធម៌និងគុណព្រះសង្ឃបាទអនុញ្ញាតចូលរួមទាំងអស់គ្នាបានចំណែកបុណ្យស្មើគ្នាទីណាបាទលោកជំទាវទ្រង់ឯកឧត្តមលោកជំទាវបែបប្រភៈងាករេប្រឆិតមកខាងពុទ្ធបរិមាបន្តិចទីណាបាទប្រពបត្តិនមស្ការយ៉ាងសង្ខេបតាសភគវៈតោសមាសម្ពុទ្ធសឱកាសសរិសច្ចមនីសបញ្ញុពុទ្ធសពលវបច្ចុសមយេកុសិនរាយមកសាលានមន្តរេមមហេសពសង្វចរេកមហអតមហេវិសាខមេសេសុកបក្ខេបណ្ណារសេយាតិធយ៉ាងភូមិវិរេភូមិយមេអនុរាធនខតតិវសេបរិណពាណាំងអហោសេអនុបាតិសេសាយៈនពានុធាតុយាតសភគវៈតោសមាសម្ពុទ្ធសរិទ្ធដេជះបារមីថ្ងៃសុក្រ8រោចនួយខែចែកឆ្នាំម្សាញ់សប្តាហ៍សពុទ្ធសករាជ2569ព្រះវស្សាត្រូវថ្ងៃទី10ខែមេសា2026ជាថ្ងៃមួយប្រកបដោយមហានខត្តរិកយើងខ្ញុំទាំងអស់គ្នាមានលោកជំទាវចឹងសុគន្ធធាវីទីណានាយកប្រណិប័តក្រុមហ៊ុនទឹកពិសាវិតាល់រួមជាមួយទ្រង់ឯកឧត្តមលោកជំទាវលោកបានរៀបចំប្រពៃកម្មវិធីនេះឡើងកិច្ចខាងដើមបានរៀបចំនៅពុទ្ធាសនៈសង្ឃាសនៈបញ្ជាក់អំពីកិច្ចកតញ្ញូកតវេទីតាធម៌បានរៀបចំបូជានៅគ្រឿងសក្ការៈទាំងឡាយដល់គុណព្រះពុទ្ធគុណព្រះធម៌និងគុណព្រះសង្ឃពុទ្ធានុវេនៈភាវេនៈធម្មានុភាវេនៈសង្ឃានុភាវេនៈដោយអានុភាពនៃព្រះពុទ្ធផងដោយអានុភាពនៃព្រះធម៌ផងដោយអានុភាពនៃព្រះសង្ឃផងយើងចំសូមលើកកំបាំងកងអញ្ជលីកម្មគោរពបួងសួងនិងប្តឹងអញ្ជើញដល់អស់ពពុទេវតាទាំង6ឋានរាប់តាំងពីឋានចតុមហារាជការឡើងទៅរហូតដល់អរូបព្រំទៅរហូតដល់ព្រំទាំង16ជាន់រាប់តាំងអំពីអាកាសានញ្ចៈរហូតដល់ព្រំមាអាកាណាសញ្ចាអាកាសានញ្ចាយតនៈវិញ្ញាណញ្ចាយតនៈនិវសញ្ញានិសញ្ញាយតនៈឡើងទៅរហូតដល់រូបព្រំ4រាប់តាំងអំពីទីណាបាអពពុទេវតាសម្ដេចស្រេចក្រុងពាលីអស់លោកម្ចាស់ទឹកម្ចាស់ដីបារមីបងបត់តូចធំជាពិសេសសម្ដេចបច្ចៈតឡោកបាលទាំង4មានប្របាទភៈតរដ្ឋវិរុលហកវិរូបខៈកោវិរៈស្ដេចមេរិទ្ធមានអំណាច
លើអស់ពពួកកំផន់លើអស់ពពួកកន្ធប់លើអស់ពពួកនាគនិងលើអស់ពពួកយៈមួយលើឲ្យបុតកបិលមហាព្រំទាំង7ដែលមាននាមថាទុងសាទេវីគូរាគៈទេវីរាខ្យសាទេវីមន្តាទេវីកិរណីកិមរាមហោតរាបុតឆោវីកបិលមហាព្រំទាំង7ជាពិសេសរាខ្យសាទេវីដែលចុះមកថែរក្សាសត្វលោកឆ្នាំថ្មីយើងនេះស្ដេចយាងអបអរសាទរក្នុងពិធីនេះផងដែរនឹងឲ្យពោសពសាទការដល់លោកជំទាវឯកឧត្តមលោកជំទាវលោកស្រីអស់លោកទាំងអស់ទេណាដែលបានចូលរួមក្តីពុំបានចូលរួមក្តីសូមឲ្យលោកមានប្រសុខភាពល្អបរិបូរណ៍ជ័យជំនះឈ្នះអស់រោគាទាំងឡាយទាំងពួងខែថ្មីឆ្នាំថ្មីមានលៀបមានជ័យមានយុះមានស័ក្តិមានសំណាងអស់លោកសច្ចាបួងសួងយ៉ាងណាសូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាសូមអនុមោទនាសាធុអិមេតិបតុបានទិសការេពុទ្ធាំធម្មំសង្ឃំអភិពោជយាមិមេត្តាបេតាទីនាងគុណវន្តានាញចមៃចតិករតាំងអត្ថាយហេតាយសុខាយៈนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะตังอะระหะติกุณสังยุตตังพุทธังเสรสานะเมียมิตัญจะพุทธังอิเมสักการะอภิปูชยีมิตังสวากาตาติกุณสังยุตตังธรรมังเสรสานะเมียมิตัญจะธรรมังอิเมสักการะอภิปูชยีมิตังสุปฏิปันนาติกุณสังยุตตังสังฆังเสรสานะเมียมิตัญจะสังฆังอิเมสักการะអភិពោជយាមិខ្ញុំសូមនមស្ការលើកហដ្ឋាអនសេរស័យបង្គំគុណទាំង3ពលលំត្រៃលោកកាសូមបនកង្កោសលឲ្យបានដល់យើងខ្ញុំណាពេញពោស្មាធិរាដូចជលសាធំទូលាយសូមឲ្យកុំចាត់បងអពមង្គលទាំងឡាយឲ្យជាចិញ្ចាឆ្ងាយក្រីអនរាយកំបីមានដោយកម្លាំងអនុភាពបញ្ញាលាភជាប្រធានកងបនរាសីមានសម្បាសានក៏មានមួដោយគុណនមស្ការត្រៃរតនាប្រសើរពួរសូមអានិសង្ឃនោះដាក់ដល់ឋាននិព្វានងសូមអនុមោទនាសាធុអនុញ្ញាតទីណាបាទលោកជំទាវអាចដំទីណាបាទឡើងប្រគិនតេយ្យទានដល់ព្រះសង្ឃទីណាបាទអនុញ្ញាតយ៉ាងទេវមនោសានាងជយោហោនទេបរាជិតោមេរសេនាអភិកន្តាសមន្តាទ្វេតសយោជនីកន្តិមេតាថដ្ឋានាវត្ថំពវេពវេសង្សារោតោតមបជាខងវិសោទយបរិយាបណ្ណាធិសោថានាងឯតាយចសុខាយចពុទ្ធកៃចាំងវិសោទេថ្វាបរតន្តាម
ភៈណាមៈហេចយន្តោពុទ្ធិយមូលេសក្យានងនន្តិវត្តនោអេវងស្វាងវិជ្ជយោហោចយាមអបរាជិតបលង្កេសីសេបថវិបោករេអភិសេកេសាពពុទ្ធិអនងអក្កបតោបមោតតេសុនៈកតាំងសមង្គលាំងទតាំងសុកណោសមហតោចសយតតាំងប្រមចារិសុបតៈកណង្កាយកម្មងវាចាកម្មងបតៈកណង្បតៈកណង្មនោកម្មងបនិធិទេកណានិកាថវានលពន្តតេបតៈកេនេសាធុសាធុសាធុរតនានិមន្តឲ្យអាវាតប្រមាចលោកាធិបតីសហមបតីកតញ្ចលីអន្តិវរង្យាចដ្ឋសន្តិធៈសត្តាបរិជ្ជកជាតិកាទេសេតុធម្មងអនុកម្មពិមੰបជាងសធម្មភិរឹងវិនយញ្ញកាយយ៉ាងសតញ្ចពន្ធាំងអភិធម្មចាំមង្កោដយន្តោចតុសច្ចតនដាំងបពុថនិយេបរិសាយមច្ឆេខាងពិធីការចំបានពពីណាកាន់ពិធីការអត់មានទេណាពួកខ្លាចលោបជ្រះពិធីការពួកឃើញបាញ់ឲ្យអាត្មាផ្សេងតណាអញ្ចឹងកែលោកតែលោកជំទាវគាត់មានប្រសាសន៍មុនស្វាគមន៍អីក៏យ៉ាងម៉េចទៅខាងពីណាពិធីការបងអូនបងអញ្ជើញហ្នឹងហើយអញ្ជើញលោកជំទាវឡើងមានប្រសាសន៍ស្វាគមន៍បងជួបមកឲ្យគណៈចាត់តាំងនៃកម្មវិធីខ្ញុំព្រះករុណានិងខ្ញុំសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់និងសូមលំអរកាយគោរពជំរាបសួរចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់អាយដាមលោកជំទាវគណៈអធិបតីជាទីគោរពលោកតាលោកយាយបងប្អូនអាជីវករនិងសហគមន៍ផ្សារទូទំពងជាទីមេត្រីជាកិច្ចបន្តទៅទៀតនេះនាងខ្ញុំសូមគោរពអញ្ជើញលោកជំទាវចឹងសុគន្ធធីវីនាយិកាប្រតិបត្តិក្រុមហ៊ុនទឹកពិសាវីតាផ្ដល់កិត្តិយសថ្លែងនៅមតិចាប់អារម្មណ៍ជូនអង្គពិធីសូមគោរពអញ្ជើញខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះវិន័យវង្សាសៀងប៊ុនណាតព្រះចៅអធិការវត្តម៉ាណេរតនារាមហៅវត្តទូទំពងជាទីគោរពសក្ការៈដល់ខ្ពង់ខ្ពស់សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមគោរពឯកឧត្តមឡាវ៉ាន់រដ្ឋលេខាធិការក្រសួងសាធារណការនិងជូននិងជាទីប្រឹក្សាជាន់ខ្ពស់របស់ OML ចា៎សូមគោរពឯកឧត្តមខុនចន្ទរាអនុប្រធានប្រចាំការសសយុគរាជធានីភ្នំពេញចា៎សូមជម្រាបសួរលោកយាយលោកតាលោកស្រីសមាជិកសមាជិកាស
សសយកគណៈគ្រប់គ្រងនិងបុគ្គលិកវិតាលអាជ្ញាធរមូលដ្ឋានអាជីវករសហគមន៍ទូដំពូងបងប្អូនក្រុមការងារសមាជិកជាទីរាប់អានព្រឹកនេះខ្ញុំព្រះករុណានាងខ្ញុំពិតជាមានសេចក្តីសប្បុរសរីករាយជ្រះថ្លាជាអនេកដែលបានអញ្ជើញចូលរួមកម្មវិធីវិតាលស្រង់ព្រះឆ្នាំទី9វិតាលតែងតែប្រកាន់ភ្ជាប់រៀបចំកម្មវិធីស្រង់ព្រះប្រចាំឆ្នាំនៅរៀងរាល់ខែមីនានៃឆ្នាំនីមួយៗមុនពេលចិត្តមកដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់យើងចាខ្ញុំព្រះករុណានាងខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណជាអនេកនៅការចូលរួមយ៉ាងផុសផុលពីក្រមភាគីជាពិសេសបងប្អូនអាជីវករសហគមន៍ផ្សារទូដំពូងព្រមទាំងអាជ្ញាធរមូលដ្ឋានវត្តអារាមដែលបានសម្របសម្រួលការអញ្ជើញការនិមន្តការរៀបចំនានាដើម្បីឲ្យមានពិធីស្រង់ព្រះថ្ងៃនេះដំណើរការបានល្អប្រសើរនិងគោរពទៅតាមទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងជាការពិតណាស់ពុទ្ធសាសនាបានដើរតួនាទីជាគ្រឹះនៃសិលធម៌ការអប់រំនិងការផ្សះផ្សាស្មារតីសង្គមតួយ៉ាងសកម្មភាពព្រឹកនេះជាការចូលរួមចំណែកដ៏សំខាន់ក្នុងការថែរក្សាប្រពៃណីនិងសាសនាដ៏ល្អផូរផង់របស់យើងពិធីស្រង់ព្រះរបស់វិតាលត្រូវបានប្រារព្ធឡើងក្នុងខ្លឹមសារបង្ហាញសេចក្តីកតញ្ញូតបសងស្នងគុណជូនចាស់ជរានិងការចែករំលែកការជួយសម្រួលសម្រាប់ទុកលំបាកដល់លោកតាលោកយាយតាមរយៈអំណោយនិងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃចាជំរាបសួរលោកតាលោកយាយចាលោកតាលោកយាយក្តៅអត់លោកតាលោកយាយភាសាអីនៅចាអរគុណច្រើនលោកតាលោកយាយចាព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈអាយដាមលោកយាយលោកតាអង្គពិធីទាំងមូលវិតាលជាក្រុមហ៊ុនរបស់ខ្មែរដឹកនាំគ្រប់គ្រងដោយកូនខ្មែរ 100% បានបដិសន្ធិក្នុងឆ្នាំ2010ការបន្តសកម្មភាពសង្គមរបស់វិតាលប្រកបណាស់គឺមានការចូលរួមនិងការជឿជាក់និងការគ្រប់គ្រងពីដៃគូអាជីវកម្មជាពិសេសបងប្អូនអតិថិជនដែលបានប្រើប្រាស់វិតាលចាមានន័យថាបងប្អូនគាត់បានជាវទឹកវិតាលក្នុងមួយដបមានន័យថាគាត់បានចូលរួមថវិកា25រៀលចូលក្នុងមូលនិធិរបស់យើងចាក្នុងនាមគណៈគ្រប់គ្រងវិតាលមេជាតិវ័នមកខ្ញុំព្រះករុណានាងខ្ញុំសូមឲ្យកសលផលបុណ្យនិងសេចក្តីល្អថ្ងៃនេះបានដល់អ្នកប្រើប្រាស់វិតាលគ្រប់គ្នាថ្ងៃនេះផ្សារភ្ជាប់នឹងពិធីស្រង់ព្រះសុគន្ធវារីវិតាលនឹងមូលនិធិ25រៀលបានពំនាំមកប្រគេននិងជូនតេយ្យទានសម្ភារៈគ្រឿងបរិក្ខារវិតាលមេជាតិផលិតផលគ្រឿងទេសវ័នមកសម្ភារៈប្រើប្រាស់និងឈុតខោអាវរបស់លោកយាយលោកតានិងថវិកាមួយចំនួនជូនលោកយាយលោកតាចំនួន100នាក់និងប្រគេនព្រះសង្ឃចំនួន100អង្គផងដែរមុននឹងបញ្ចប់ក្នុងឱកាសពិធីបុណ្យចូលរួមប្រពៃណីខ្មែរជាតិយើងខាងមុខនេះខ្ញុំព្រះករុណាសូមប្រគេនពរជូនព្រះវិន័យវង្សាសៀងបណ្ណាតព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមប្រសិទ្ធពរជ័យជូនអាយដាមលោកយាយលោកតាលោកស្រីសមាជិកសមាជិកាសសយកគណៈគ្រប់គ្រងបងប្អូនបុគ្គលិកវិតាលអាជ្ញាធរមូលដ្ឋានអាជីវករសហគមន៍ទូដំពូងបងប្អូនក្រុមការងារសមាជិកសូមទទួលបានសុខភាពល្អបរិបូរណ៍កម្លាំងមាំមួននិងជោគជ័យគ្រប់ភារកិច្ចការងារព្រមទាំងទទួលធ្វើដំណើរកំសាន្តប្រកបដោយសុខសុវត្ថិភាពផងដែរជាចុងក្រោយសូមអញ្ជើញបងប្អូនទាំងអស់គ្នាកុំភ្លេចមកចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅតំបន់ទូដំពូងនេះចាយើងនឹងមានការកំសាន្តសង្ក្រាន្តភូមិវិតាលចាប់ពីថ្ងៃទី11រហូតដល់ថ្ងៃទី19ផងដែរចាសូមអរគុណច្រើនចា៎នេះខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនៅមតិចាប់អារម្មណ៍ប្រកបដោយអត្ថន័យនិងខ្លឹមសាររបស់លោកជំទាវអំពីគោលគំនិតរួមនៃការផ្ដួចផ្ដើមរៀបចំនិងបុព្វហេតុកម្មវិធីនាថ្ងៃនេះចាតទៅនេះខ្ញុំសូមគោរពអញ្ជើញអាយដាមខុតចន្ទរា
តំណាងរាស្ត្រនិងសមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជានិងជាអនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញឡើងមានមតិចូលរួមជូនអង្គពិធីសូមគោរពអញ្ជើញខ្ញុំប្រកាសណាខ្ញុំសូមក្រាបថ្វាយបង្គំព្រះវិន័យវង្សាសៀបណ្ណាតព្រះចៅអធិការវត្តទួទំពូងនិងព្រះសង្ឃគ្រប់ព្រះអង្គជាទីសក្ការៈដ៏ពងពោះបំផុតសូមគោរពអាដាមឡាវវ៉ាន់រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនសូមគោរពលោកជំទាវជីងសគុណធីវីនាយិកាប្រតិបត្តិក្រុមហ៊ុនវីតាល់បាទសូមគោរពជំរាបសួរលោកតាលោកយាយពុកម៉ែពូមីងបងប្អូនទាំងអស់ដែលមានវត្តមានក្នុងកម្មវិធីវីតាល់សង់ព្រះឆ្នាំទី9នេះនៅក្នុងផ្សារទូតពូងយើងថ្ងៃនេះជាក់ស្ដែងគម្រោងមកគឺខ្ញុំថាអត់ចង់មានមតិអីទេតែមិញបានសនំពោបងឡាវវ៉ាន់ហើយនឹងបងស្រីទៅថាមកដល់ហើយឲ្យជំរាបសួរលោកតាលោកយាយអ៊ំពូមីងបងប្អូនយើងទាំងអស់មួយម៉ាត់ពីរអញ្ចឹងអត់ត្រៀមអញ្ចឹងរៀងភ័យមិនដឹងថាត្រូវសួរសុខទុក្ខអីខ្លះហើយតែដល់ពេលបងស្រីមានប្រសាសន៍មិញហើយសួរនាំលោកអ៊ំលោកពូមីងឃើញអញញញែមទាំងអស់គ្នាដល់ខ្ញុំនិយាយមិញទៅថែមនឹងសោយទៀតអញ្ចឹងខ្ញុំថាបែបសុវ័យចិត្តទាំងអស់គ្នាហើយបាទថ្ងៃនេះមកទទួលយកបុណ្យកុសលអីទាំងអស់គ្នាដោយសារក្រុមហ៊ុនវីតាល់លោកតែងតែបានគិតគូររៀបចំកម្មវិធីនេះរៀងរាល់ឆ្នាំហើយឆ្នាំនេះឆ្នាំទី9ហើយលោកដើរធ្វើតាមខេត្តមួយចំនួនហើយឥឡូវនេះមកដល់រាជធានីភ្នំពេញយើងហើយជ្រើសរើសទីតាំងនៅទួលតពូងយើងអញ្ចឹងថ្ងៃនេះខ្ញុំបច្ចុប្បន្នហ្នឹងនៅដល់សែនសុខប៉ុន្តែមានសំណាងមកទទួលបានបុណ្យកុសលជាមួយនឹងព្រះអង្គគ្រប់ព្រះអង្គជាមួយនឹងលោកតាលោកយាយអ៊ំពូមីងទាំងអស់នៅទួលតពូងអញ្ចឹងអត់មានអីក្រៅពីថាមែនតើប្រុងមកយកតបុណ្យហ្មងអត់មានប្រុងមកនិយាយអីទេដល់អញ្ចឹងតាំងពីល្ងាចមកត្រៀមមកថាមកនេះគឺមកយកបុណ្យយកកុសលជាមួយលោកតាលោកយាយអ៊ំពូមីងហើយប៉ុន្តែទៅបានឱកាសហើយក៏ថែមថយបន្តិចទៅអញ្ចឹងក្នុងនាមខ្ញុំបាទជាតំណាងសសយកសហភាពសហព័ន្ធយុវជនកម្ពុជាឆ្នាំនេះក៏ដូចរាល់ឆ្នាំដែរយើងតែងតែរៀបចំកម្មវិធីសម្រាប់ចូលរួមបុណ្យចូលឆ្នាំប្រពៃណីជាតិអីហ្នឹងយើងតែងតែចូលរួមធ្វើកន្លងមកដែលបានដឹងឮឬក៏ល្បីឬក៏ស្គាល់ច្រើនហ្នឹងគឺអង្គរសង្ក្រាន្តប៉ុន្តែឆ្នាំ2026សសយកយើងរៀបចំនគរសង្ក្រាន្តនៅរាជធានីភ្នំពេញហើយនគរសង្ក្រាន្តហ្នឹងគឺមានបំណងចង់ធ្វើយ៉ាងណាចូលរួមរក្សាប្រពៃណីទំនៀមទម្លាប់ការលេងល្បែងប្រជាប្រិយការបង្ហាញពីវប្បធម៌ប្រពៃណីរបស់ខ្មែរយើងអញ្ចឹងឆ្នាំនេះនគរសង្ក្រាន្តយើងនឹងរៀបចំទទួលទេវតាឆ្នាំថ្មីនៅរមណីយដ្ឋានវត្តភ្នំហើយយើងមានភូមិវប្បធម៌ឬក៏ភូមិយើងនឹងនៅមុខសួនច្បារវឌ្ឍនៈហើយកម្មវិធីយើងនឹងរៀបចំពីថ្ងៃទី11រហូតដល់សុំទោសពីថ្ងៃទី14រហូតដល់ថ្ងៃទី19ហើយនឹងយើងបានចូលរួមរៀបចំអីផ្សេងទៀតនៅតំបន់ផ្សេងដូចជានៅ Walk Street នៅបាសាក់ Land ហើយនៅតំបន់ផ្សារទួលតពូងហ្នឹងអញ្ចឹងគ្រាន់តែជាការផ្សព្វផ្សាយជូនលោកតាលោកយាយព
ពុកម៉ែអ៊ំពូមីងទាំងអស់បងប្អូនទាំងអស់ឲ្យបានជ្រាបហើយបើសិនជាអាចទៅចូលរួមមើលទេសនាឬក៏ចូលរួមយើងមានរៀបចំពូនភ្នំខ្សាច់មានអីនៅវត្តភ្នំយើងមានតាំងពិព័រណ៍នៅខាងភូមិយើងហ្នឹងអញ្ចឹងជាការចូលរួមរបស់សសយកដើម្បីចូលរួមរក្សានិងលើកតម្កើងប្រពៃណីជាតិទន្ទឹមនឹងដែរយើងក៏មិនភ្លេចដែរនៅបងប្អូនជនភៀសសឹកដែលកំពុងតែស្នាក់នៅជំរំបដោះអាសន្នក៏ដូចជាវរៈកងទ័ពនៅជួរមុខយើងបានធ្វើកម្មវិធីចូលរួមធ្វើកម្មវិធីអបអរសាទរឆ្នាំថ្មីជាមួយបងប្អូនយើងនៅតំបន់ជំរំបដោះអាសន្នយើងបានរៀបចំជាកម្មវិធី10000កម្មានិងសារទៅសេពីបងប្អូនយុវជនយើងទៅជាមួយនឹងកម្មាគាត់ទៅសួរសុខទុក្ខកងទ័ពអញ្ចឹងយើងបានលើសពីផែនការទៀតដូចជា5-60000កម្មាជាមួយនឹងសារហើយបានទៅដល់ដៃបងវរៈកងទ័ពនៅជួរមុខហើយព្រោះយើងសប្បាយរីករាយនឹងទទួលពរជ័យឆ្នាំថ្មីប៉ុន្តែយើងក៏មិនភ្លេចថានៅតាមព្រំដែនយើងក៏មានបងប្អូនជនភៀសសឹកក៏ដូចជាវរៈកងទ័ពយើងដែលដាច់ខាតការពារបូរណភាពទឹកដីយើងដែលកំពុងតែរងការឈ្លានពានពីប្រទេសថៃបាទអញ្ចឹងត្រឡប់មកវិញអត់ឲ្យវែងឆ្ងាយព្រោះព្រឹកនេះគឺយើងមកបងអ៊ំលោកតាលោកយាយអ៊ំពូមីងទាំងអស់មកទទួលធ្វើបុណ្យទទួលកុសលអីទាំងអស់គ្នាអញ្ចឹងឆ្លៀតឱកាសនេះខ្ញុំបាទសូមគោរពជូនពរលោកតាលោកយាយពុកម៉ែមីងមាបងប្អូនយើងទាំងអស់នៅដំបូងបំផុតគឺសូមឲ្យទាំងអស់គ្នាមានសុខភាពល្អមានសុភមង្គលក្នុងក្រុមគ្រួសារហើយលោកតាលោកយាយពុកម៉ែមានបងប្អូនប្រាថ្នាអីឲ្យបានជួបដូចតែសេចក្តីប្រាថ្នាសម្រេចបានដូចបំណងទាំងអស់គ្នាបាទសូមអរគុណបាទចា៎នេះខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនៅមតិចូលរួមប្រកបដោយអត្ថន័យនិងខ្លឹមសាររបស់លោកអាយដាមចំពោះកម្មវិធីរបស់យើងនៅថ្ងៃនេះចា៎ជាកិច្ចបន្តខ្ញុំព្រះករុណានេះខ្ញុំសូមគោរពនិមន្តព្រះវិន័យវង្សាសៀប៊ុនណាតព្រះចៅអធិការវត្តមនិរតនារាមវត្តទូទំពុងប្រធានអាវាជូនអង្គពិធីសូមអរតនានិមន្តមេក្រូតាធុថ្ងៃនេះពិតជាប្រពៃបងណាបានជួបថ្នាក់ដឹកនាំដែលជាកិត្តិយសសម្រាប់ព្រះសង្ឃវត្តទូទំពុងបងណាដែលបានចូលរួមនៅក្នុងកម្មវិធីវិតាល់ឆ្នាំទី9បងត្រេកអរពេលដែលឮថាក្រុមហ៊ុនធំដែលលោកបានអភិរក្សនៅប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរយើងក៏ព្រោះពេលខ្លះអាត្មាតែងតែមានអារម្មណ៍សោកស្ដាយដែលបាត់បង់នៅអ្វីដែលជាគេដំណើររបស់ដូនតាយើងបងណាតែដល់ក្នុងឱកាសនេះឃើញលោកជំទាវមានប្រសាសន៍អំបញ្ញមិញនេះថាបានរក្សាមកបាន9ឆ្នាំហើយប្រពៃណីហ្នឹងបងតែដោយឡែកទួលតពូងយើងបើតាមអាត្មាដឹងទៅលើកទី1បងទាំងជាបឋមអាត្មាភាពសូមចម្រើនពរអាដាមខុតច័ន្ទតារាសមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជានិងជាអនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសូមចម្រើនពរលោកជំទាវចឹងសុគន្ធធារីអគ្គនាយិកាប្រតិបត្តិក្រុមហ៊ុនវ៉នមកគ្រប់ទឹកពិសាវិតាល់សូមចម្រើនពរអាដាមឡាវវ៉ាន់រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាទីប្រឹក្សាជាន់ខ្ពស់របស់ក្រុមហ៊ុនវិតាល់ថ្ងៃនេះសូមចម្រើនពរលោកអភិបាលរងខណ្ឌចំការមនចៅសង្កាត់គ្រប់សង្កាត់នៃខណ្ឌចំការមនទាំងអស់ចម្រើនពរដល់សសយកយុវជនបងណាដែលបានចូលរួមនៅក្នុងឱកាសនេះថ្ងៃនេះដោយលោកជំទាវព្រមទាំងអាដាមបានរៀបចំកម្មវិធីនេះឡើងតម្រូវឲ្យខ្ញុំបកករណាអាត្មាភាពនឹងបាន
ផ្ដល់អាវ៉ាតតែផ្ដល់អាវ៉ាតក្នុងទីនេះมันលើកអ្វីក្រៅអំពីកម្មវិធីទេប៉ុណ្ណាគឺយើងធ្វើនេះក្នុងសម្ដៅក្នុងពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិតើក្នុងរយៈពេល3ថ្ងៃដែលពពកបរោះយើងលោកបានរៀបចំជាកម្មវិធី3ថ្ងៃនេះឡើងថាតើត្រូវរៀបចំអ្វីខ្លះនៅក្នុងថ្ងៃនីមួយប៉ុណ្ណាអញ្ចឹងថ្ងៃនេះមកបរិយាយអំពីការចូលឆ្នាំរបស់យើងថាតើថ្ងៃទី1ត្រូវធ្វើអីថ្ងៃទី2ត្រូវធ្វើអីថ្ងៃទី3ត្រូវធ្វើអ្វីដើម្បីចូលរួមចំណែកក្នុងការអភិរក្សប្រពៃណីទំនៀមទម្លាប់ជាមួយលោកជំទាវតែលោកតែងតែធ្វើជារៀងរាល់ឆ្នាំអញ្ចឹងដូនតារបស់យើងលោករៀបចំជា3ថ្ងៃថ្ងៃទី1គេហៅថាមហាសង្ក្រាន្តបានន័យថាការយាងមកដល់នៃទេវតាឆ្នាំថ្មីមកបដូរវេនទេវតាឆ្នាំចាស់ក៏គេហៅថាមហាសង្ក្រាន្តហើយថ្ងៃទី2វរៈវណ្ណបតគឺថ្ងៃកណ្ដាលថ្ងៃទី3ឡើងស័កថ្ងៃសំខាន់ប៉ុណ្ណាដែលពុទ្ធបរិស័ទយើងទាំងប្រជាពលរដ្ឋទាំងមន្ត្រីរាជការទាំងគ្រប់ឋានានុក្រមទាំងអស់យល់ថាថ្ងៃនេះជាថ្ងៃវិសេសវិសាលប៉ុន្តែឡើងស័កក្នុងទីនេះមិនមែនឡើងស័កនៅក្នុងជួរមន្ត្រីរាជការទេគឺឡើងស័កឆ្នាំប៉ុណ្ណាស័កយើងរាល់ថ្ងៃសប្តាហ៍ស័កដល់ចូលឆ្នាំហើយអត្តស័កប៉ុណ្ណាស័កទី8ឥឡូវនេះកំពុងតែស័កទី7ប៉ុន្តែស្លាកឡើងមែនទេណខែពិសាអស់ថ្ងៃ100ខែពិសាបានឡើងស័កនឹងមែនទេតែប្រពៃណីយើងចាប់ផ្ដើមពីថ្ងៃចូលឆ្នាំទី3នឹងឡើងទៅគឺសន្មតថាឡើងអត្តស័កហើយប៉ុណ្ណាអញ្ចឹងជាមតិស្វាគមន៍ប៉ុណ្ណេះជាកិច្ចខាងដើមហើយអាត្មានឹងរៀបរាប់អំពីថ្ងៃទី1ថាប្រពៃណីទំនៀមទម្លាប់របស់យើងលោកបានធ្វើអីខ្លះនៅថ្ងៃទី1នេះដើម្បីរៀបចំពិធីចូលឆ្នាំថ្មីឲ្យបានត្រូវទៅតាមប្រពៃណីទំនៀមទម្លាប់ជាកិច្ចចាប់ផ្ដើមបរមបុរាណយើងលោកមិនលះបង់វត្តអារាមទេប៉ុណ្ណាគឺវត្តអារាមជាមួយនឹងប្រជាពុទ្ធបរិស័ទហ្នឹងគឺជាធ្លុងមួយនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះมันអាចកាត់ផ្ដាច់បានទេព្រោះមូលហេតុតែគេធ្វើប្រពៃនៅវត្តជាទូទៅដោយសារពុទ្ធបរិស័ទចំនួននោះលោកលះបង់ប៉ុណ្ណាទ្រព្យសម្បត្តិជាដីហ្នឹងសម្រាប់សាងវត្តឡើងឲ្យមានទីធ្លាធំទូលាយសម្រាប់ប្រពៃពិធីកម្មផ្សេងតាមប្រពៃណីអញ្ចឹងយើងដឹងស្រាប់ហើយថាវត្តអារាមរបស់យើងពីដើមឡើយគឺពុទ្ធបរិស័ទយើងទេអ្នកផ្ដួចផ្ដើមឡើងគឺលះបង់នៅដីធ្លីក៏ដូចរាល់ថ្ងៃរដ្ឋាភិបាលក៏លោកចាប់អារម្មណ៍ដែរលោកជួនកាលលោកទៅទិញដីធ្វើវត្តសាងវត្តតែម្ដងប៉ុណ្ណាដើម្បីឲ្យបានទីធ្លាធំទូលំទូលាយដើម្បីនឹងប្រពៃពិធីជួបជុំគ្នាប៉ុណ្ណាប្រពៃណីរបស់យើងគឺជួបជុំគ្នាអញ្ចឹងលោករៀបចំនៅក្នុងទីអារាមថ្ងៃទី1នេះទី1ពេលព្រឹកបែបប៉ុណ្ណឹងឯងឡើងទៅគឺពុទ្ធបរិស័ទមិនភ្លេចទេគឺយកចង្ហាន់មកប្រគេនព្រះសង្ឃហ្នឹងគឺថ្ងៃទី1ពេលព្រឹកយកមកបាំងស្គូលឧទ្ទិសមហាកុសលជូនដល់ពពកវរៈជនមានមេត្តាបិតាចដូនជីតាកុងម៉ាដល់ពេលល្ងាចលោកនាំគ្នាជញ្ជូនខ្សាច់ប៉ុណ្ណានាំគ្នាខ្លះតិចខ្លះច្រើនទៅតាមលទ្ធភាពដែលអាចយកបានគឺយកខ្សាច់ហ្នឹងយកមកពូនក្នុងវត្តហើយអធិដ្ឋានទៅជាភ្នំខ្សាច់ឧទ្ទិសទៅដល់ចលាមនីចេតិយនៅឋានតាវតឹងដែលគេតម្កល់នៅបកេសធាតុរបស់ព្រះសម្មាសម្ពុទ្ធសស័យសក់ប៉ុណ្ណាសស័យសក់ដែលព្រះសម្មាសម្ពុទ្ធលោកចូលបួសដំបូងគឺលោកកាត់សស័យសក់យើងហៅថាបកេសាហ្នឹងហើយប្រអិនក៏មកយកទៅតម្កល់នៅចលាមនីចេតិយនៅឋានតាវតឹងហ្នឹងយើងប្រពធ្វើពិធីហ្នឹងប៉ុណ្ណាអញ្ចឹងល្ងាចឡើងនេះនៅពេលដែលពូនភ្នំខ្សាច់ភ្នំអីហើយពុទ្ធបរិស័ទយើងទាំងអស់ទាំងមន្ត្រីរាជការទាំងប្រជាពុទ្ធបរិស័ទលោកយាយលោកតាឧបាសកឧបាសិកាហ្នឹងគឺលោកមកជួបជុំគ្នានៅក្នុងទីវត្តលោកនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនៅពេលល្ងាចបន្ទាប់មកទៀតសំដែងនៅធម៌ទេសនាក៏ដើម្បីពេលលោកជំទាវលើកឡើងមិញអញ្ចឹងអំពីសីលធម៌សង្គមពុទ្ធសាសនានេះសំខាន់ជាកន្លែងដែលផ្សះផ្សាបងកន្លែងផ្សះផ្សាដួងចិត្តរបស់មនុស្សគ្រប់
ឋានានុក្រមគ្រប់ស្រទាប់ទាំងអស់មិនថាមន្ត្រីរាជការមិនថាប្រជាពលរដ្ឋមិនថាអ្នកមានមិនថាអ្នកក្រមិនថាអ្នកល្អអ្នកអាក្រក់ទេសិលធម៌ផ្សាយចេញទៅដើម្បីផ្សះផ្សាដួងចិត្តដែលមានវិបរិតណាខូចខាតដោយប្រការណាមួយសីលធម៌ពុទ្ធសាសនាអប់រំចូលទៅធ្វើឲ្យត្រជាក់បង់ប៉ុណ្ណាឲ្យត្រជាក់បង់រងាប់នៅទោសៈមោហៈលោភៈព្រោះជាទូទៅការកើតឡើងដោយសារកើតទោសៈដោយសារតែលោភៈដោយច្រើនប៉ុណ្ណាចង់បានពេកមិនបានដោយបំណងកើតកំហឹងប៉ុណ្ណាអានេះជាមូលដ្ឋានរបស់ពុទ្ធសាសនាយើងអញ្ចឹងបានមកហើយលំបាកនៅក្នុងថែរក្សាអញ្ចឹងខ្វល់ខ្វាយណាខ្វល់ខ្វាយគ្រប់រឿងធ្វើឲ្យចិត្តយើងនឹងអត់ស្ងប់អញ្ចឹងដើម្បីឲ្យចិត្តស្ងប់មានតែស្ដាប់ធម៌បានខ្លះតិចក្តីច្រើនក្តីប្រឹងព្យាយាមស្ដាប់ហើយស្ដាប់ហើយកន្លែងណាបដិបត្តិបានក៏បដិបត្តិទៅកន្លែងណាមិនបានទេទុកសិនចាំដល់វ័យមួយគង់ទៅដល់ហើយបងណាលោកជំទាវអេដាមតិចទៀតទៅតារួចពីការងារចាប់ផ្ដើមអាប់សុកហើយអាប់សុកចាប់ផ្ដើមស្ដាប់ធម៌ស្ដាប់ទៅអូពីក្មេងធ្លាប់ជួបតែឥឡូវអញ្ចឹងសោះដល់ពេលហ្នឹងនឹងជួបហើយស្គាល់តែម្ដងអាហ្នឹងហៅថាស្គាល់ធម៌ឥឡូវអត់ទាន់ស្គាល់ទេព្រោះនៅជួបនៅការងារដែលនឿយហត់ត្រូវប្រឹងការងារធ្វើម៉េចឲ្យចម្រើនដល់សង្គមជាតិសិននៅពេលសង្គមជាតិចម្រើនហើយចាប់ដើមសតិអារម្មណ៍ហ្នឹងធូរស្រាលហើយដល់ពេលរត្រែតទៅចាប់ដើមរកធម៌ហើយគ្រប់គ្នាទាំងអស់ប្រពៃណីយើងគឺនៅវ័យចាស់ឡើងរកធម៌ហើយបងអញ្ចឹងថ្ងៃទី1គឺធ្វើបែបហ្នឹងថ្ងៃទី2ជាថ្ងៃកណ្ដាលគឺមកពេលព្រឹកគឺចង្ហាន់បិណ្ឌបាតប្រគេនព្រះសង្ឃដូចគ្នាឧទ្ទិសកុសលដូចគ្នានៅពេលថ្ងៃមកអធិដ្ឋានភ្នំខ្សាច់បងណាអធិដ្ឋានភ្នំខ្សាច់ឲ្យទៅជាចលាមនីចេតិយដើម្បីតម្កល់នៅសរីរកធាតុប្រកេសធាតុរបស់ព្រះសម្មាសម្ពុទ្ធបងដោយមានបាលីថាអ៊ីម៉ាំងឧកាសៈអ៊ីម៉ាំងវេលោកៈចេតយ៉ាងចលាមនីចេតយ៉ាងអធិដ្ឋាមៈបងណាបានន័យថាយើងខ្ញុំទាំងអស់គ្នាសូមអធិដ្ឋាននៅវេលោកៈចេតិយនេះឲ្យទៅជាចលាមនីចេតិយនៅឋានតាវតឹងបងណាហើយប្រតិបត្តិថ្វាយបង្គំបានបុណ្យបានកុសលបងណានៅពេលដែលយើងអធិដ្ឋានហើយហ្នឹងភ្នំខ្សាច់ហ្នឹងលែងជាខ្សាច់ធម្មតាហើយព្រោះមានភាសាបាលីនៅក្នុងហ្នឹងដើម្បីអធិដ្ឋានឲ្យទៅជាចលាមនីចេតិយបងអញ្ចឹងទីនោះទៅជាទីសក្ការៈបូជាអត់អាចទៅធ្វើអីផ្ដេសផ្ដាស់បានទេទៅប្រមាថស្មាទោសគេថាបត់ជើងបត់អីអត់បានទេនឹងមានទោសព្រោះមូលហេតុថាយើងបានអធិដ្ឋានឲ្យទៅជាសក្យមុនីចេតិយទៅហើយអញ្ចឹងលើកន្លែងនឹងបន្តិចទៀតកន្លែងប្រភូមិរបស់យើងនេះណាអាយដាមដូចទាវប្រភូមិរបស់យើងដូចគ្នាអញ្ចឹងនៅពេលដែលយើងលើកប្រភូមិហ្នឹងមិនមែនចង់លើកចង់ដកទេបងណាព្រោះត្រូវមានបល័យអធិដ្ឋានឲ្យទៅជាប្រភូមិអញ្ជើញទេពតាដែលមានជួសដែលមានចិត្តបរិសុទ្ធមកអភិរក្សរក្សានៅផ្ទះរបស់យើងនៅពេលដែលយើងចង់ដកឧទាហរណ៍ថាប្រភូមិរបស់យើងចាស់ហើយទ្រុឌទ្រោមហើយយើងត្រូវដកចេញដោយមានពលបល័យភាសាដើម្បីសុំអធិដ្ឋានដកវិញដកប្រភូមិនឹងចេញវិញទើបអាចដកបានបើមិនអញ្ចឹងមានទោសបងណាព្រោះទេវតាកំពុងនៅសុកស្រាប់យើងទៅដកព្រុសចេញមកគេខឹងតាក់ទងនឹងបញ្ហាហ្នឹងជំនាន់ពុទ្ធកាលអនាថបណ្ឌិកសិទ្ធិលោកធ្វើទានច្រើនទេវតារក្សាខ្លងទ្វារហ្នឹងលោកខឹងបងណាខឹងនឹងអនាថបណ្ឌិតព្រោះនៅពេលនិមន្តប្រសង់មកអញ្ចឹងគាត់ចុះពីខ្លងទ្វារអត់នៅហ៊ាននៅលើទេព្រោះខ្លាចបាបសត្វអរិយបុគ្គលដល់អញ្ចឹងទៅបង្អោនចិត្តធ្វើឲ្យអនាថបណ្ឌិតហ្នឹងកុំឲ្យធ្វើទានតទៅទៀតព្រោះគេពិបាកអញ្ជូនកូនគុណចៅចុះអនាថបណ្ឌិតខឹងព្រោះគាត់អ្នកធ្វើទាននោះដល់អញ្ចឹងគាត់ដេញចេញអ្នកឯងកុំនៅនឹងទៀតដល់តាអនាថបណ្ឌិតចេញហើយដេញចេញហើយអត់ហ៊ាននៅទេអត់មានកន្លែងនៅទេព្រោះទេវតាកន្លែងណានៅកន្លែងណាគឺនៅកន្លែងនោះអត់អាចទៅនៅជ្រៀតជ្រែកយើងចង់បានដីទៅនេះទៅទិញទៅនោះបានដោយមនុស្សយើងឯងអន់ជាងយើងទៀតបើគិតទៅប៉ុន្តែគេមានយុះច្រើនប៉ុន្តែបើគិតកន្លែងហ្នឹងអន់ជាងយើងអត់កន្លែងហ្នឹងយើងអាចទៅរកទិញដីកន្លែងទៀតបានតែគេអត់ទេតើអត់កន្លែងហ្នឹងតែតោលអត់មានកន្លែងនៅទេអញ្ចឹងទៅទូលប្រអិនណាបងណាទូលប្រអិនថា
ចង់សុំនៅកន្លងខ្លងទ្វារនឹងវិញប្រអិនសុំថាបើអ្នកឯងចង់ទៅនៅកន្លែងនោះវិញអ្នកឯងត្រូវជញ្ជូនមាសប្រាក់ដែលអត់មានម្ចាស់ថែរក្សានាំចូលក្នុងឃ្លាំងអាណាថាបិណ្ឌទឹកវិញឲ្យអស់បាននៅវិញអញ្ចឹងជូនមកពេញឃ្លាំងវិញអាណាថាបិណ្ឌទឹកធ្វើឡើងអស់ពីឃ្លាំងប៉ុណ្ណាអត់ខ្លាចក្រទេប៉ុណ្ណាហ្នឹងបញ្ជាក់កន្លែងដែលដកភ្នំខ្សាច់និងដកទីតានរបស់ទេវតាគឺប្រភូមិនឹងចេញត្រូវតែមានបល័យសុំគេបានហ្នឹងគឺថ្ងៃទី2ប៉ុណ្ណាសុំមកអធិដ្ឋានភ្នំខ្សាច់នឹងឲ្យទៅជាចលាមនីចេតិយហើយថ្ងៃទី3ថ្ងៃវិសេសវិសាលនេះដូចទាវរៀបចំពិធីស្រង់ព្រះហ្នឹងគឺថ្ងៃទី3តាមប្រពៃណីជូនខោជូនអាវជូនសម្ពុតសៅស្បៃដល់ចាស់ជាពិសេសគឺអ្នកមានគុណមេត្តាបិតាដែលមានជារាពាធឬក៏នៅធម្មតាក៏ដោយក៏ប៉ុន្តែជាកាតព្វកិច្ចរបស់កូនចៅនៅពេលដែលមេត្តាបិតាលោកចាស់ទៅកូនចៅនឹងមានតួនាទីជាអ្នកមើលថែអញ្ចឹងថ្ងៃនេះដោយកែងលោពីមុនមកកូនចៅមិនបានមើលថែមេត្តាបិតាដោយរវល់ការងារដោយអាដាមលោកជំទាវអញ្ចឹងគិតទៅពីការងារមានតន់បាននេះណាអញ្ចឹង3ថ្ងៃដែលការងារស្បើយហ្នឹងគឺត្រូវមើលថែមេត្តាបិតាអញ្ចឹងកាត់ខោអាវមានទឹកអប់ព្រេងម្សៅជូនលុយជូនកាក់គាត់ហើយធ្វើពិធីស្រង់ព្រះប៉ុណ្ណាគេហៅថាស្រង់ព្រះស្រង់នៅវត្តមួយផ្នែកស្រង់ព្រះសំដៅលើពុទ្ធបដិមាហ្នឹងមួយផ្នែកអាហ្នឹងជាការឧបមាឧបម័យរបស់ចាស់បុរាណពុទ្ធអត់ត្រូវការទេតាមពិតប៉ុណ្ណាប៉ុន្តែជាកាតព្វកិច្ចពុទ្ធបរិស័ទចង់តបដែលពុទ្ធមានករណាធិគុណដល់សត្វលោកបង្ហាញផ្លូវរកសុខឲ្យមនុស្សលោកអញ្ចឹងហើយក៏យើងយកកិច្ចហ្នឹងទៅធ្វើកិច្ចដើម្បីតបគុណណាដល់ព្រះសម្មាសម្ពុទ្ធដែលលោកបង្ហាញផ្លូវត្រូវដល់មនុស្សដើម្បីឲ្យរកសេចក្តីសុខឃើញបើឃើញមិនបានច្រើនក៏បានខ្លះដែរប៉ុណ្ណាអាដាមលោកទាវបងអញ្ចឹងកិច្ចហ្នឹងសំខាន់គឺស្រង់ព្រះសំដៅលើស្រង់មេត្តាបិតាបងស្រង់មេត្តាបិតាពូខែនេះខែក្តៅផងរួចណាមួយកូនមានឱកាសនៅក្នុងការជួបជុំបងប្អូនកូនចៅស្រង់ព្រះជូនគាត់ស្រង់ទឹកជូនគាត់ជំរះនៅមន្ទិលដែលកើតឡើងក្នុងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីឲ្យត្រជាក់មិនមែនត្រជាក់តកាយទេនៅពេលដែលកូនចៅទៅជួបជុំម៉ែឪនៅក្នុងពេលហ្នឹងត្រជាក់បងចិត្តទោះមេឃក្តៅប៉ុណ្ណាក៏ដោយទឹកចិត្តម្ដាយត្រជាក់លោកជំទាវមានបុតដឹងហើយអាដាមមានបុតដឹងហើយពេលដែលជួបកូនចេញពីធ្វើការវិញកូនមកប៉ាម៉ាក់ហ្នឹងត្រជាក់បងបាត់ហើយណាអត់អានួយហត់ទាំងប្រមាណភ្លេចអស់អាលីងដោយសារអីសម្ដីរបស់កូនប៉ាម៉ាក់តែប៉ុណ្ណឹងមកត្រជាក់ពីក្នុងមកបាត់ទោះមានកំហឹងមកវិណាតលាក់ទុកសិនមកអោបកូនថើបកូនដើម្បីផ្ដល់ព្រមវិហារធម៌ដល់កូនណាអញ្ចឹងម៉ែឪយើងដូចគ្នាចាស់ផងនៅពេលដែលចាស់ទៅអង្គុយនឹកកូនអញហើយដឹងកាលបានមកជួបណានៅពេលបានជួបហើយតើគួរទៅធ្វើយ៉ាងម៉េចដើម្បីឲ្យកូនអញបានពិសាបានបរិភោគឆ្ងាញ់រនឹកទៀតតាមស្រួលសាងបាបដើម្បីកូនទៀតណាស្មាតោមានមន់មានទាក្នុងផ្ទះតាមស្រួលទៅស្លាប់មន់សម្លាប់ទាដើម្បីឲ្យកូនទៀតណាសាងបាបដើម្បីកូនណាដើមលោកទាវប៉ុណ្ណាអញ្ចឹងគុណនឹងពិបាករាប់ថា1 2បានណាព្រះអង្គថាអនន្តគុណមិនអាចរាប់បានអញ្ចឹងយើងធ្វើពិធីកិច្ចនេះចូលរួមនៅក្នុងថ្ងៃទី3ប៉ុណ្ណាស្រង់ព្រះសំខាន់ប៉ុណ្ណាជូនទេយ្យទានដល់មេត្តាបិតាមានខោអាវសៅស្បៃជាដើមដើម្បីឲ្យគាត់បានស្លៀកពាក់នៅក្នុងឆ្នាំថ្មីលះបង់ទិដ្ឋិចាស់ស្រូបយកកតិថ្មីយកមកដាក់ក្នុងខ្លួនដើម្បីបាននៅសេចក្តីសុខជាមលុបដល់កូនដល់ចៅនឹងអត្តន័យថ្ងៃទី3ប៉ុណ្ណាស្រង់ព្រះអញ្ចឹងសរុបមកវិញថ្ងៃនេះអាត្មាមានអារម្មណ៍ថាត្រេកអរជាមួយលោកជំទាវអាដាមលោកយាយលោកតាដែលលោកជំទាវបានដឹកនាំក្រុមការងារសសយកធ្វើពិធីស្រង់ព្រះនៅថ្ងៃនេះនៅផ្សារទូលរពូងយើងធ្វើបတ်តែមិនត្រូវថ្ងៃចូលឆ្នាំប៉ុន្តែជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋដែលត្រូវតែថែរក្សានៅចំណែកណាមួយបើយើងមិនបានបង្កើតយើងកុំបំផ្លាញប៉ុណ្ណានេះជាអ្វីដែលអាត្មាចង់និយាយបើយើងមិនបានបង្កើតស្នាដៃសម្រាប់ជាតិយើងទេកុំបំផ្លាញអ្វីដែលមានហើយក៏ត្រូវរក្សាឲ្យអភិវឌ្ឍឡើង
នេះគឺជាគោលបំណងដែលយើងចង់បានទាំងអស់គ្នាជាពិសេសលោកជំទាវដែលថ្នាក់ដឹកនាំក្រុមហ៊ុន Vital លោកបានរៀបចំក្នុងឱកាសនេះគឺវិសេសវិសាលណាស់បងណាត្រូវនៅក្នុងអត្តន័យថ្ងៃទី3នឹងតែម្ដងបងអញ្ចឹងការចូលរួមប៉ុណ្ណេះដើម្បីកុំឲ្យយឺតយ៉ាវកម្មវិធីម៉ោង8:05នាទីជាម៉ោងដែលមានចិនគេថាហុងស៊ុយល្អហើយបងណាថ្ងៃប៉ុណ្ណេះកំពុងតែមានសង្យោករស្មីវីតាមីន D អាត្មាកំពុងទទួលយកតាំងពីម៉ោង7ជាងបងណាសង្យោគយកវីតាមីន D ដើម្បីដាក់ក្នុងខ្លួនបងណាលោកអភិបាលអីបងណាបងទទួលយកទាំងអស់គ្នាហើយត្រេកអរក្តៅប៉ុណ្ណឹងអត់បញ្ហាទេបងណាក្តៅកាយកុំឲ្យក្តៅចិត្តបងព្រោះពេលខ្លះការងារវាហត់នឿយពេកទៅធ្វើឲ្យចិត្តនឹងក្តៅអញ្ចឹងមកអង្គុយអញ្ចឹងទៅឲ្យក្តៅកាយតិចទៅតែឲ្យត្រជាក់ចិត្តបងកុំលួចខ្សឹបគ្នាជេរអាត្មាបងណាហ្នឹងហើយបងអញ្ចឹងជាចុងក្រោយបងណាសូមប្រសិទ្ធិពរជ័យសិរីមង្គលវិបុលសុខគ្រប់ប្រការចូលកើតមានដល់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជាយើងជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោសម្ដេចធិបតីដែលលោកហត់នឿយនៅក្នុងការបំពេញភារកិច្ចជាអ្នកដឹកនាំនាវាកម្ពុជាទៅរកសុខសន្តិភាពហើយក៏ចូលរួមជូនពរប្រសិទ្ធិពរជ័យសូមវត្ថុស័ក្តិសិទ្ធិដែលថែរក្សានៅកម្ពុជារដ្ឋទាំងមូលលោកជួយបង្ហូរពរជ័យប្រោះព្រំប្រទានពរជ័យដល់អាដាមលោកជំទាវអស់លោកមន្ត្រីរាជការលោកយាយលោកតាប្រជាពុទ្ធបរិស័ទទាំងអស់តែលោកមានវត្តមានក្នុងទីនេះក្តីមិនមានវត្តមានក្នុងទីនេះក្តីសូមលោកបានប្រកបតែសេចក្តីសុខនិងសេចក្តីចម្រុងចម្រើនគ្រប់កាលទាំងពួងកំបីអខានឡើយទូលបង្គំទាំងអស់គ្នាសូមអរព្រះគុណដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាចំពោះការប្រទានឱវាទដ៏មានអត្ថន័យក្បោះក្បាយជាពុទ្ធិដល់យើងខ្ញុំទាំងអស់បានស្វែងយល់ពីកុសលនិងផលបុណ្យនៃការចូលរួមនៅសង្ឃហទានការស្រង់ទឹកថ្វាយព្រះសង្ឃនិងជូនចាស់ទុំឈានដល់កម្មវិធីបន្ទាប់សំទោសឈានមកដល់កម្មវិធីបន្ទាប់ខ្ញុំព្រះករុណានាងខ្ញុំសូមគោរពនិមន្តព្រះវិន័យវង្សាព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងឯកឧត្តមលោកជំទាវគណៈអធិបតីអញ្ជើញមកបរិវេណខាងមុខឆាកដើម្បីប្រារព្ធពិធីប្រគេនសគុណវារីនិងរៀបបាក់សំទោសនិងរាប់បាតថ្វាយចំពោះព្រះសង្ឃនិងប្រគល់អំណោយជូនដូនចាស់សូមឲ្យរដ្ឋនានិមន្តនិងគោរពអញ្ជើញឯកឋានសូមជូនមគ្គផលកុសលសូមសុខសេងសានដល់ឋានផុតទុក្ខអនុញ្ញាតលោកជំទាវឯកឧត្តមចាប់កណ្ឌីឡើងជាឧទ្ទិសសោតកៈទីណាបាទចូលរួមទាំងអស់គ្នាយ៉ាងកញ្ញកុសលកម្មង្កតពាំងកិរិយ៉ាងមកាយេនវាចាមនសាទិតសេសុកតាំងកតាំងតាសញ្ញិណោអត្ថិយេចសត្តាអសញ្ញិណោកតាំងបញ្ញផលាំងមយហង្សាពេភិគីភវ័នតាំងកតាំងសវិតិតាំងតនាងបញ្ញផលាំងមយាយេចតតនជានន្តិទីវានិវេតយងសាពេលោកកម្មហិយេសត្តាជីវន្តាហារហេតុកាមនុញ្ញੰសាពេលផន្តមមចេតសាទេសូមអនុមោទនីសូមអនុមោទនានៅមហាកុសលសូមអនុមោទនី
បានបដួយផ្ដើមបង្កើតឡើងអស់រយៈពេល9ឆ្នាំមកហើយក្រោមមូលនិធិ25រៀលរបស់វីតាល់កម្មវិធីនេះមានគោលបំណងបង្ហាញពីភាពកតញ្ញូជូនលោកតាលោកយាយដែលមានវ័យចាស់ជរានិងស្រង់ទឹកជូនលោកគ្រប់រូបប្រកបដោយក្តីគោរពស្រឡាញ់រួមជាមួយនឹងការចែករំលែកនៅអំណោយសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃនិងគោរពជូនពរលោកតាលោកយាយទទួលបាននូវសុខភាពល្អប្រកបដោយសិរីសួស្តីមុននឹងឈានដល់ឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងមកដល់ក្នុងពេលខាងមុខនេះកម្មវិធីវីតាល់ស្រង់ព្រះជូនដូនចាស់ប្រចាំឆ្នាំនេះគឺកាត់ឡើងបានក៏ដោយសារតែការគាំទ្រពីសាធារណជនក៏ដូចជាដៃគូអាជីវកម្មនិងពិសេសគឺអតិថិជនរបស់វីតាល់ផ្ទាល់តែម្ដងដែលលោកតែងតែគាំទ្រឥតឈប់ឈរនៅសកម្មភាពសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លាជាច្រើនឆ្នាំរួចមកហើយការគាំទ្ររបស់បងប្អូនគឺបានធ្វើឡើងដោយផ្ទាល់តាមរយៈការជាវនិងប្រើប្រាស់ទឹកពិសាវីតាល់ដោយគ្រប់ដបនៃផលិតផលវីតាល់គឺលោកអ្នកបានបរិច្ចាគថវិកាចំនួន25រៀលដល់មូលនិធិសម្រាប់ការអនុវត្តគម្រោងនិងសកម្មភាពនានាដែលមានទំនាក់ទំនងទៅនឹងសសរស្តម្ភទាំង4រួមមានការអប់រំបរិស្ថានសុខាភិបាលសង្គមវប្បធម៌សូមការអនុញ្ញាតផ្សាយមេត្តាធម៌ក្នុងពិធីស្រង់ព្រះសពេបរតិមាយតិសាយសត្តាអវេConnected.
Connected.ខ្ញុំព្រះករុណានិងខ្ញុំសូមទូលប្រគេននិងជម្រាបផងដែរថាក្នុងឱកាសនេះពីក្រមការងារវីតាល់និងមូលនិធិ25រៀលដែលលោកជំទាវចឹងសុគន្ធធីវីបានពំនាំមកជូននៅសម្ភារៈប្រគេនព្រះថេរានុថេរៈចំនួន100អង្គទទួលបានតីយវត្ថុរួមមានវីតាល់មីជាតិសៀវភៅម្សៅសាប៊ូដុសខ្លួនកន្សែងពោះគោថ្នាំនិងច្រោះដុសធ្មេញឡាមកោព្រមទាំងបច្ច័យជូនគ្រប់អង្គមិនត្រឹមតែប៉ុណ្ណោះលោកជំទាវចឹងសុគន្ធធីវីបានពំនាំមកជូននៅសម្ភារៈជូនលោកតាលោកយាយចំនួន100នាក់ទទួលបានតីយវត្ថុរួមមានវីតាល់មីជាតិទឹកម្ទេសប្រេងខ្យងម្សៅស៊ុបអង្ករ10គីឡូក្រមានិងឈុតសម្លៀកបំពាក់ថ្មីព្រមទាំងបច្ច័យជូនគ្រប់រូបលើសពីនេះក៏មានការចូលរួមពីអាជីវករនិងសមាគមនៃផ្សារទូទំពុងជាច្រើនអមសងខាងផ្លូវដែលចូលរួមជាថវិកានិងតីយវត្ថុតាមសទ្ធាជ្រះថ្លាផងដែរ
សគុណវារីក៏ដូចជារាប់បាតថ្វាយចំពោះព្រះស័នជាម្ដងបានមកដល់ទីបញ្ចប់គណៈពេលនេះក៏សូមគោរពអញ្ជើញលោកតាលោកយាយពូមីងបងប្អូនអញ្ជើញចូលទៅតាមកន្លែងពួកយើងទៅនឹងប្រារព្ធពិធីស្រង់ទឹកជូនដល់ដូនចាស់ក៏ដូចជាប្រគេនអំណោយផងដែរ ឈានមកដល់កម្មវិធីបន្ទាប់នេះខ្ញុំសូមគោរពអញ្ជើញអាយដាមលោកជំទាវគណៈអធិបតីអញ្ជើញមកបរិវេណខាងមុខឆាកដើម្បីប្រារព្ធពិធីស្រង់ទឹកក៏ដូចជាប្រគល់នៅអំណោយជូនទៅដល់ដូនចាស់សូមសហការីជួយសម្របសម្រួល សូមជម្រាបជូនផងដែរថាចំពោះលោកតាលោកយាយដែលមានកាតបានសម្គាល់ចាប់ពីលេខ1រហូតដល់លេខ100អាចអញ្ជើញមកបរិវេណខាងមុខឆាកពួកយើងនឹងចាប់ផ្ដើមពិធីស្រង់ទឹកក៏ដូចជាប្រគល់អំណោយសូមអរគុណ សូមបញ្ជាក់ម្ដងទៀតចំពោះលោកតាលោកយាយដែលគាត់មានកាតសម្គាល់ខ្លួនដែលមានលេខសម្គាល់ចាប់ពីលេខ1រហូតដល់លេខ100អាចអញ្ជើញមកបរិវេណខាងមុខឆាកដើម្បីប្រារព្ធនៅពិធីស្រង់ទឹកក៏ដូចជាប្រគល់អំណោយសូមអរគុណសូមសហការីជួយសម្របសម្រួល ស
លោកយាយសូមបញ្ជាក់ផងដែរថាបន្ទាប់ពីលោកតាលោកយាយបានធ្វើការស្រង់ទឹករួចហើយសូមបន្តដំណើរទៅមុខពួកយើងនឹងមានការប្រគល់អំណោយពីក្រុមហ៊ុនទឹកពិសាវីតាល់ដូចនេះសូមបញ្ជាក់ម្ដងទៀតចំពោះលោកតាលោកយាយដែលបានធ្វើការស្រង់ទឹករួចសូមបន្តដំណើរទៅខាងមុខមានក្រុមការងារគាត់នឹងចាំប្រគល់អំណោយជូនលោកតាលោកយាយសូមអរគុណ